និយាយថាលេ Honor King យូរទៅចង់ខ្លាចជាគ្រូទាយអ្នកនរគ្នាមិនហ្នឹង Honor King គឺបានតម្លាក់វីដេអូមួយដែលតាក់ទងនឹង season ថ្មីគឺ version ថ្មីនឹងឯងតែអត់ដឹងថាវាមានអីខ្លះទេដែលថ្មីចឹងហើយ Honor King គឺបានឲ្យយើងមកទាយទៀតហើយខ្ញុំមើលដំបូងណាដឹងថាអីខ្លះទេអ្នកនរគ្នាគឺដាក់ហុកបនប៉ុន្តែមើលយូរទៅអ្នកនរគ្នាចំណុចទូចហ្នឹងអាហ្នឹងគឺសិតតែប្រកបអត្ថន័យអីមួយយ៉ាងហើយរូបមួយស្លឹកនេះចឹងឃើញរូបពៀនហើយឃើញរូបមនុស្សកាន់ដៃគ្នាហើយរូបនឹងដែរគឺអត់បាក់យល់ទេអាហ្នឹងគឺតាក់ទងនឹងការប្រកួត tournament ហើយរូបមួយស្លឹកនេះគឺមាន map មានអីចឹងហើយនៅក្នុង map ហ្នឹងដែរគេមានបែងចែកចំណុចទូចផ្សេងទៀតឲ្យយើងមើលហើយចំពោះរូបដំបូងហ្នឹងគឺមានអក្សរហុកនៅកណ្ដាលហើយមានមនុស្សជុំវិញចឹងអាហ្នឹងគឺចង់បានន័យថាយើងអាចបង្កើតមិត្តភ័ក្តិតាមរយៈ game Honor King នឹងបានហើយរូបបន្ទាប់ទៀតអ្នកនរគ្នាឃើញរៀងហើយដូចត្រីកោណហ្នឹងអត់ហើយមានរូបមនុស្សឈរកាន់ដាវកាន់អីចឹងអាហ្នឹងមិនខ្ញុំទាយឲ្យខុសទេគឺ map ថ្មីអ្នកនរគ្នា map ហ្នឹងគឺមានរៀងត្រីកោណចឹងអ្នកនរគ្នាលេង15នាក់ម្ខាង5ម្ខាង5ហ្មងហើយចំពោះរូបដាវរូបអីនៅខាងក្រោមហ្នឹងតាក់ទងនឹង hero ថ្មីនឹងមកដល់បន្ទាប់អីអ្នកនរគ្នាអាហ្នឹងជារូបតំណាងឬក៏ជាអាវុធរបស់ឲ្យតួអង្គថ្មីចឹងហើយចំណារូបខាងក្រោមគេអ្នកនរគ្នាមានរូបជា token មានរូបជាកដោអាហ្នឹងអត់ដឹងថា Honor King ចង់ឲ្យកដោជាអីទៀតទេជា token ជាអីតែគេបញ្ជាក់ថាកដោហ្នឹងនឹង surprise ហ្មងធ្វើឲ្យយើងភ្ញាក់ផ្អើលណាចឹងមានរងចាំមើល version ថ្មីទេអ្នកនរគ្នាចាំមើលថាវានឹងមានអីថ្មីខ្លះចឹងណាខ្ញុំនឹងធ្វើវីដេអូ update បន្ថែមទៀត